ដល់ផ្លូវចូលហើយបាទផ្លូវនេះគឺយើងនឹងបកទៅបាក់ក្តោងបាទតោះទៅមួយគ្នាយើងមកហើយជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូជីកង់ហាត់ប្រាណបាទថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់ខ្ញុំដែលត្រូវថ្ងៃសុក្របាទរៀងរាល់ពេលល្ងាចអង្គភាពរបស់ខ្ញុំគឺសម្រាកបាទអញ្ចឹងក៏នឹកថាថ្ងៃនេះថ្ងៃសម្រាកហើយក៏ជិះឆ្ងាយបន្តិចទៅបាទសាកល្បឿនម្ដងទៀតបាទគឺ50គីឡូបាទអញ្ចឹងផ្លូវដែលខ្ញុំជ្រើសរើសគឺជាផ្លូវថ្មីបំផុតហើយបាទគឺផ្លូវហ្នឹងគឺខ្ញុំអត់ដែរជិះទេបាទគឺខ្ញុំជិះទៅខាងភ្នំដែកខ្ញុំគិតថាពីនេះទៅភ្នំដែកប្រហែលជា15គីឡូតែជិះជាក់ស្ដែងតែ11គីឡូទេពីផ្ទះខ្ញុំទៅណាបាទអញ្ចឹងទៅដល់ហ្នឹងខ្ញុំសម្រាកបន្តិចហើយខ្ញុំចូលលេងពួកម៉ាក់ខ្ញុំបន្តិចបាទខ្ញុំនឹងវាមិនដែលមករកគ្នាទេបាទមិនមែនឆ្លោះគ្នាទេដោយសារតែយើងអត់ដែរជួបគ្នាបាទអញ្ចឹងដោយសារតែរវល់នៅការទទួលខុសត្រូវរៀងៗខ្លួនក្នុងនាមជាមេគ្រួសារអញ្ចឹងគាត់មានពេលដូចមុនទេបាទគាត់លេងនិយាយគ្នាលេងមួយគាត់ប្រហែលជាកន្លះម៉ោងដែរបាទកន្លះម៉ោងអញ20នាទីតមកបាទខ្ញុំចេញពីនឹងទៀតបាទខ្ញុំសម្ដៅមកខាងឃុំរុំទុំបាទគឺឆ្លងកាត់ភ្នំដែកមកដល់វិទ្យាល័យមកដល់ផ្លូវបំបែកម្ដេងបាទប្រយោពេលយើងហ្នឹងមកដល់តាពាំងទឹមបាទមើលអនុស្សាវរីយ៍បាទកន្លែងដែលធ្លាប់ធ្វើការនៅទីហ្នឹងបាទចេញពីហ្នឹងមកដល់ទូរវៀងចេញពីទូរវៀងដល់អូតូឡូខេត្តដល់អូតូឡូបាទចូលលេងបងបាទកាលមុនឧស្សាហ៍ឈប់ញ៉ាំទឹកញ៉ាំអីនៅផ្ទះគាត់បាទកន្លែងដែលខ្ញុំធ្វើការដែរគួយលេងមួយគាត់ប្រហែលជា15នាទីដែរជជែកអូវែងឡាយណាស់ជាមួយបងបាទអញ្ចឹងបាទនៅតែបន្តជជែកទៀតដល់យប់បាទព្រោះมันខ្វះសាច់រឿងជជែកជាមួយគាត់ដោយសារតែបែកគ្នាយូរដែរបន្ទាប់មកខ្ញុំចេញពីនឹងមកបាទខ្ញុំជ្រើសរើសផ្លូវបំបែកមកខាងកោះលួងយើងហ្នឹងបាទខ្ញុំឡើងតាមផ្លូវកស៊ូថ្មីមកអូផ្លូវហ្នឹងស្អាតមែនទែនអស់ទាស់តែម្ដងបាទមកដល់ហ្នឹងផ្លូវបំបែកធ្រួក្រហមខ្ញុំចាក់មកបាទមកភូមិអូភូមិបឹងយើងហ្នឹងបាទមកដល់បាក់ក្រោងបាទប៉ុន្តែខ្ញុំវៀងមកតាមតតុងតនៈចិនមកដល់បណ្ដោសុខភាពបាទគ្រប់40គីឡូតមកអញ្ចេញពីហ្នឹងទៀតរក10គីឡូទៀតមកដល់មុខព្រំខ្ញុំបកទៅថ្នមលូទាំងទៅទាំងមកបានជិត5គីឡូហើយបានចាក់មកខាងស្រះចកមកគ្រប់1គីឡូទៀតបាទខ្ញុំបកមកទៅផ្ទះបាទអញ្ចឹងទាំងទៅទាំងមកគឺគ្រប់តែម្ដងគឺ30គីឡូបាទអញ្ចឹងអរគុណច្រើនជូនពរលោកអ្នកបងប្អូនទាំងអស់គ្នាសុខភាពល្អបាទអរគុណបាយបាយ